ប្រហែលថ្ងៃមុនហ្នឹងគេល្បីអារឿងMillionaire ហើយមិនមួយថ្ងៃទេយូរហើយហ្នឹងយូរហើយអើយរឿង Millionaire ហ្នឹងវាស្ងាត់យូរហើយឥឡូវគេចេញរឿងថ្មីថ្មីមកទៀតតែរឿង Millionaire ហ្នឹងស្ងាត់យូរហើយគេចេញរឿងថ្មីមកច្រើនទៀតប៉ុន្តែអានេះខ្ញុំត្រឡប់ទៅក្រៅនិយាយពីរឿង Millionaire វិញ Millionaire ហ្នឹងគឺអ្នកមានចំណូលច្រើនរាប់លានហើយអ្នកមានចំណូលច្រើនរាប់លាន Millionaire អ្នកមានចំណូលច្រើនរាប់លានអើយខ្ញុំ Millionaire តែខ្ញុំចូលរាប់លានរៀលតែ1លានរៀលតែ1លានជាងហ្នឹងហើយ Millionaire គឺអ្នកមានមែនទេតែខ្ញុំចង់និយាយពីអ្នកមានពិតប្រាកដណាអ្នកមានពិតប្រាកដខ្ញុំនិយាយអ្នកមានពិតប្រាកដគឺអត់ចាំបាច់ត្រូវមានលុយអ្នកមានពិតប្រាកដគឺអត់ចាំបាច់មានលុយច្រើនទេគឺថាអ្នកមានពិតប្រាកដណាគឺគ្រាន់តែចេះគ្រប់អើយយើងចេះគ្រប់ណាស់បើយើងមានណាយើងអត់ទៅធ្វើអីនិយាយទៅមនុស្សដែលចេះគ្រប់អត់ចង់បានខុសរឿងហ្នឹងហើយចេះគ្រប់នៅពេលយើងមានអាហ្នឹងគឺអត់ខ្វះខាតអាហ្នឹងគឺជាអ្នកមានមួយបាត់ហើយមួយទៀតកាន់តែមានខ្លាំងជាងហ្នឹងទៀតគឺយើងចេះចែករំលែកចេះធ្វើទានណាហ្នឹងគឺគេហៅអ្នកមានហើយព្រោះថាទោះបីយើងមានលុយច្រើនប៉ុណ្ណាក៏ដោយបើសិនជាអត់ចេះធ្វើទានអត់ចេះចែករំលែកយើងគិតតែគាត់ពងខ្លួនឯងអ្វីយើងចង់បានយើងអត់ចេះធ្វើទានចែករំលែកទៅអ្នកដទៃខ្លះអាហ្នឹងទោះបីជាយើងមានលុយច្រើនប៉ុណ្ណាក៏យើងនៅតែក្រដែរគេហៅអ្នកក្រដែរអាហ្នឹងគឺគេហៅអ្នកក្រដែរអញ្ចឹងណាតែទោះបីយើងមានចំណូលតិចតួចប៉ុន្តែយើងចេះគ្រប់គ្រាន់តែមិនថាយើងអត់ខំចង់បានច្រើនជាងហ្នឹងទេប៉ុន្តែយើងខំទៅតាមលទ្ធភាពដែលយើងអាចធ្វើបានណាមិនជាអ្នកខ្ជិលមិនមែនជាអ្នកខ្ជិលក៏កយហៅថាចេះព្រមដែរទេអាហ្នឹងគឺខ្ជិលហ្នឹងអត់ល្អទេប៉ុន្តែបើយើងធ្វើតាមលទ្ធភាពរបស់យើងហើយយើងរកបានប៉ុណ្ណាយើងចេះគ្រប់គ្រាន់ប៉ុណ្ណឹងយើងចេះគ្រប់គ្រាន់ប៉ុណ្ណឹងតែយើងខំប្រឹងអស់លទ្ធភាពហ្នឹងខ្ជិលទេណាហ្នឹងហើយអាហ្នឹងគឺយើងខ្លាចជាអ្នកមានហើយយើងអត់ចេះខ្វះខាតហើយអ្វីដែលយើងកាន់តែជាអ្នកមានទៀតគឺយើងចេះចែករំលែកចេះធ្វើទានអញ្ចឹងណាបើសិនយើងអត់ចេះធ្វើទានអត់ចេះចែករំលែកទៅអ្នកក្រខ្សត់ឬក៏អត់ចេះចែករំលែកទៅអ្នកដទៃណាយើងអត់ចែករំលែកសោះអញ្ចឹងណាគឺតែគង់តែខ្លួនឯងម្នាក់អញ្ចឹងគឺអត់ហៅថាជាអ្នកមានទេអ្នកមានពិតប្រាកដអ្នកមានដែលកាន់តែមានខ្លាំងទៀតហ្នឹងគឺមិនថាគាត់មានចំណូលតិចតួចមានតិចដីច្រើនដីគឺគាត់ចេះចែករំលែកទៅអ្នកដទៃហើយចេះធ្វើទានចេះធ្វើអំពើល្អអញ្ចឹងណាហ្នឹងគឺជាអ្នកមានពិតប្រាកដ